សួស្តីបងប្អូនថ្ងៃនេះយើងនឹងស្វែងយល់ពី blockchain ឬខ្សែសង្វាក់ block ដែលជាបច្ចេកវិទ្យាបដិវត្តកំពុងផ្លាស់ប្ដូរពិភពលោកខាងហិរញ្ញវត្ថុនិងទិន្នន័យតើ blockchain គឺជាអ្វីសាមញ្ញវាគឺជាសៀវភៅបញ្ជី digital ledger ដែលចែករំលែកក្នុងចំណោមអ្នកប្រើប្រាស់រាប់លានអ្នកនៅទូទាំងពិភពលោកចំណុចពិសេសរបស់វាគឺទិន្នន័យដែលបានកត់ត្រាមិនអាចកែប្រែឬលុបចោលបានឡើយដែលយើងហៅថា Aminshoppa ឈ្មោះ blockchain មកពីរចនាសម្ព័ន្ធរបស់វាដែលផ្សំឡើងពី blocks ជាច្រើនភ្ជាប់គ្នាជាខ្សែសង្វាក់ chain block នីមួយៗមាន3ផ្នែកសំខាន់ទិន្នន័យ data ដូចជាប្រវត្តិប្រតិបត្តិការ hash ដែលដូចជាស្នាមម្រាមដៃសម្គាល់ block នីមួយៗនិង hash នៃ block មុន previous hash ដែលភ្ជាប់ពួកវាជាសង្វាក់ដំណើរការរបស់ blockchain ចាប់ផ្ដើមនៅពេលមានប្រតិបត្តិការថ្មីមួយកើតឡើងវាត្រូវបានផ្សព្វផ្សាយទៅកាន់បណ្ដាញទាំងមូលបន្ទាប់មកអ្នកផ្ទៀងផ្ទាត់ validators ឬអ្នកជីករ៉ែ miners នឹងប្រកួតប្រជែងគ្នាដោះស្រាយបញ្ហាគណិតវិទ្យាស្មុគស្មាញដើម្បីផ្ទៀងផ្ទាត់ប្រតិបត្តិការនោះអ្នកដែលដោះស្រាយបានមុនគេនឹងទទួលបានរង្វាន់ជា cryptocurrency ដូចជា Bitcoin ជាដើមនៅពេលដែលប្រតិបត្តិការត្រូវបានផ្ទៀងផ្ទាត់រួចវាត្រូវបានដាក់បញ្ចូលទៅក្នុង block ថ្មីមួយហើយ block នោះត្រូវបានបន្ថែមទៅខ្សែសង្វាក់ដែលមានស្រាប់អ្វីដែលធ្វើឲ្យ blockchain មានសុវត្ថិភាពគឺការប្រើប្រាស់ cryptography និងការឯកភាព consensus mechanism ដូចជា proof of work POW ឬ proof of stake POS ដែលធានាថាអ្នកគ្រប់គ្នានៅលើបណ្ដាញយល់ព្រមលើទិន្នន័យដូចគ្នា blockchain មានអត្ថប្រយោជន៍សំខាន់ដូចជាតម្លាភាព transparency ព្រោះអ្នកគ្រប់គ្នាអាចមើលប្រវត្តិប្រតិបត្តិការទាំងអស់បានសុវត្ថិភាព security ដោយសារទិន្នន័យត្រូវបាន encrypt និងចែកចាយលើកុំព្យូទ័ររាប់ពាន់គ្រឿងនិងការមិនពឹងផ្អែកលើអាជ្ញាធរកណ្ដាល decentralization ដែលមានន័យថាគ្មានស្ថាប័នណាមួយគ្រប់គ្រងប្រព័ន្ធទាំងមូលទេកម្មវិធីរបស់ blockchain មិនត្រឹមតែប្រើក្នុង cryptocurrency ដូចជា Bitcoin និង Ethereum ប៉ុណ្ណោះទេប៉ុន្តែថែមទាំងក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ supply chain សម្រាប់តាមដានប្រភពផលិតផលប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិកការផ្ទុកឯកសារវេជ្ជសាស្ត្រនិងកិច្ចសន្យាឆ្លាតវៃ smart contracts ដែលដំណើរការដោយស្វ័យប្រវត្តិនៅពេលលក្ខខណ្ឌត្រូវបានបំពេញទោះយ៉ាងណា blockchain ក៏មានបញ្ហាប្រឈមដូចជាការប្រើប្រាស់ថាមពលខ្ពស់ជាពិសេស POW ល្បឿនដំណើរការយឺតនិងភាពស្មុគស្មាញក្នុងការទទួលយករបស់មហាជនប៉ុន្តែជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗដូចជា Ethereum 2.0 និង Layer 2 Scaling Solutions បញ្ហាទាំងនេះកំពុងត្រូវបានដោះស្រាយបន្តិចម្ដង Blockchain កំពុងក្លាយជាមូលដ្ឋានគ្រឹះនៃ Web3 ដែលជាអ៊ីនធឺណិតថ្មីដែលផ្ដល់អំណាចដល់អ្នកប្រើប្រាស់វិញសរុបមក blockchain មិនមែនគ្រាន់តែជា Bitcoin ទេប៉ុន្តែវាជាបច្ចេកវិទ្យាដែលអាចផ្លាស់ប្ដូរវិធីដែលយើងទុកចិត្តនិងចែករំលែកតម្លៃនៅក្នុងសង្គម digital បើមានសំណួរសូម comment បានជួបគ្នាថ្មីក្នុងវីដេអូបន្ទាប់សូមអរគុណនឹងនេះហើយ